រឿងទេវកថាដើមកំណើតផ្កាម្លិះវគ្គទី1ទេពធីតាក្លិនក្រអូបកាលពីព្រេងនាយនៅលើឋានសុគរាមានទេពធីតាមួយអង្គព្រះនាមមល្លិកាព្រះនាងមានរូបឆោមលោមពណ៌ស្អាតលើសអស់ស្រីសុគតទាំងពួងហើយអ្វីដែលពិសេសបំផុតនោះគឺកាយារបស់ព្រះនាងមានក្លិនក្រអូបឈ្ងុយឈ្ងុយដូចជារុក្ខជាតិទិព្វព្រះនាងមានភារកិច្ចថែរក្សាភក់ជ្រាំនិងសួនច្បារទិព្វរបស់ព្រះឥន្ទ្រថ្ងៃមួយមល្លិកាបានលួចសម្លឹងមើលមកឋានកណ្ដាលហើយបានឃើញបុរសម្នាក់ឈ្មោះមករាជាអ្នកចំការម្នាក់ដែលមានចិត្តបុណ្យនិងចូលចិត្តដាំដើមឈើឲ្យម្លប់ដល់អ្នកដំណើរព្រះនាងចាប់ចិត្តស្រស់វគ្គទី2ស្នេហ៍បរិសុទ្ធនៅឋានកណ្ដាលមល្លិកាបានបំផ្លែងខ្លួនជាស្រីក្រមុំអ្នកស្រែដ៏សាមញ្ញម្នាក់រួចមកជួបមករាអ្នកទាំងពីរក៏បានរៀបការនិងរស់នៅជាមួយគ្នាដោយសេចក្តីសុខរាល់ពេលមករាត្រឡប់មកពីធ្វើការហត់នឿយឲ្យតែបាននៅក្បែរមល្លិកាគាត់តែងតែមានអារម្មណ៍ស្រស់ស្រាយព្រោះតែក្លិនក្រអូបដែលចេញពីខ្លួនភរិយាមល្លិកាបានប្រាប់មករាថាទោះជាមានរឿងអ្វីកើតឡើងក៏បងត្រូវរក្សាចិត្តស្មោះត្រង់និងក្តីមេត្តាចំពោះធម្មជាតិជានិច្ចព្រោះស្នេហារបស់យើងនឹងនៅអមតៈដូចជាក្លិនក្រអូបដែលបងធ្លាប់ហិតនេះឯងវគ្គទី3ទំនាស់រវាងឋានសុគនិងឋានកណ្ដាលពុកមិនដែលបាំងព្រះអាទិត្យបានរហូតឡើយព្រះឥន្ទ្របានដឹងថាមល្លិកាលួចមករស់នៅជាមួយមនុស្សលោកក៏មានព្រះទ័យខឹងសម្បារយ៉ាងខ្លាំងព្រោះទេវតានិងមនុស្សមិនអាចរួមរស់ជាមួយគ្នាបានយូរអង្វែងឡើយព្រះអង្គបានបញ្ជាឲ្យទេវបុត្រចុះមកនាំខ្លួនមល្លិកាត្រឡប់ទៅវិញនៅយប់មួយដែលមេឃមានដួងខែពេញបូរមីទេវបុត្របានមកដល់មល្លិកាយំសោកបោកខ្លួនព្រោះមិនចង់ចាក់ចេញពីមករាទេវបុត្របានប្រាប់ថាបើព្រះនាងមិនទៅឋានកណ្ដាលនឹងត្រូវវិនាសដោយភ្លើងនរកដើម្បីសង្គ្រោះស្វាមីនិងមនុស្សលោកម្ល៉េះវគ្គទី4ការបូជានិងដួងព្រលឹងផ្កាមុននឹងយាងត្រឡប់ទៅវិញមល្លិកាបានអធិដ្ឋានថាសូមឲ្យរូបកាយរបស់ខ្ញុំคล้ายជារុក្ខជាតិម្យ៉ាងដែលដុះនៅលើដីដើម្បីនៅក្បែរស្វាមីខ្ញុំជានិច្ចសូមឲ្យផ្កានោះមានពណ៌ស្អាតតំណាងឲ្យចិត្តស្មោះត្រង់និងមានក្លិនក្រអូបឈ្ងុបតំណាងឲ្យសេចក្តីស្នេហាបរិសុទ្ធភ្លាមនោះរូបកាយព្រះនាងក៏រលាយបាត់ទៅក្នុងដីនៅចំពោះមុខមករាដែលកំពុងស្រែកយំបន្តិចក្រោយមកត្រង់កន្លែងដែលព្រះនាងបាត់ខ្លួនក៏ដុះចេញជាកូនឈើតូចដែលមានផ្កាពណ៌ស្ទោចស្រទាប់ច្រើនជាន់និងមានក្លិនក្រអូបដូចជាក្លិនកាយរបស់ព្រះវគ្គទី5សេចក្តីសន្និដ្ឋាននិងមេរៀនចាប់ពីពេលនោះមកផ្កាម្លិះបានក្លាយជាផ្កាដែលកូនខ្មែរនិយមប្រើសម្រាប់ថ្វាយព្រះនិងតំណាងឲ្យសេចក្តីដឹងគុណចំពោះមាតាបិតាមេរៀនអប់រំ1សេចក្តីស្នេហានិងការលះបង់ស្នេហាពិតមិនមែនជាការគ្រប់គ្រងឡើយប៉ុន្តែគឺជាការលះបង់ដើម្បីអ្នកដែលយើងស្រឡាញ់2គុណតម្លៃនៃចិត្តសប្បុរសចិត្តល្អរបស់មករាបានធ្វើឲ្យទេវតាចុះមកជួយនិងបន្សល់ទុកនូវវត្ថុដ៏មានតម្លៃសម្រាប់លោកី3ភាពអមតៈនៃស្មារតីទោះបីរូបកាយបាត់បង់ប៉ុន្តែកិត្តិយសនិងសម្រស់ក្លិនក្រអូបនៅតែបន្សល់ទុកក្នុងចិត្តសូមបងប្អូនជួយចុច Subscribe និងចុចកណ្ដឹងផងសូមអរគុណបងប្អូនទាំងអស់ទុកជាមុន